សួស្តីថ្ងៃនេះគឺថាបាននំអន្សមចៀនទឹកត្រីផ្អែមរសជាតិគឺថាឆ្ងាញ់ត្មងបើពុកម៉ែបងប្អូនមាននំអន្សមដាក់ក្នុងទូយូរពេកមិនដឹងធ្វើអីឆ្ងាញ់ណែធ្វើបែបនេះពុកម៉ែបងប្អូននំអន្សមយើងអាចយកទៅឆ្អើរក៏បានយើងអាចយកមកបំពងទៅលក់ទៅត្រីផ្អែមអញ្ចេះក៏ឆ្ងាញ់ដែរហើយយើងអាចយកទៅចំហុយក្នុងបាយក៏បានតែភាគច្រើនបើយើងធ្វើអញ្ចេះគឺឆ្ងាញ់គឺបានរសជាតិថ្មីមួយបែបទៀតជាពិសេសខែនេះគឺសម្បូរបន្លែយើងយកមកធ្វើអញ្ចឹងគឺមានរសជាតិឆ្ងាញ់ណាស់ឆ្ងាញ់